បងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងការបាញ់លុយច្រឡំទៀតហើយបាទតាមការបញ្ជាក់របស់គាត់នឹងគឺបងប្រុសបាញ់លុយច្រឡំត្រឹមតែ10នាទីទេបាទភាគីដែលទទួលបានលុយបាញ់ច្រឡំនឹងគឺបាទទៅដកយកលុយបាត់រយៈពេលតែ10នាទីទេប្រិមិត្តបាទលឿនមែនតើបន្ទាប់ពីបងបាញ់លុយច្រឡំដឹងថាបាញ់លុយច្រឡំហើយទៅកាន់ធនាគារភ្លាមដើម្បីផ្ដល់ដំណឹងទៅធនាគារឲ្យខាងធនាគារធ្វើការបកកលុយនឹងដោយសារតែគាត់ដឹងថាបាញ់លុយច្រឡំហើយមកទល់ពេលនេះគឺរយៈពេលបាទខ្ទង់60ថ្ងៃហើយមិនទាន់មានដំណោះស្រាយក៏ដូចជាទទួលបានលុយនឹងវិញនៅឡើយទេប្រិមិត្តយើងចង់ដឹងព័ត៌មានទៅជាយ៉ាងណាយើងនឹងធ្វើការបត់សម្ភាសជាមួយនឹងបងប្រុសផ្ទាល់តែម្ដងជំរាបសួរបងប្រុសបងអញ្ជើញមកថ្ងៃនេះជួបអូនដល់គោលដៅហ្នឹងបងចង់ផ្សព្វផ្សាយតាក់ទងនឹងរឿងអីដែរបងពីបញ្ហាប្រព័ន្ធធនាគារចង់ឲ្យបងគាត់ជួយដោះស្រាយឲ្យរវាងវិវាទខ្ញុំបាញ់លុយច្រឡំបងបាញ់លុយច្រឡំបាទលុយចំនួនប្រមាណបងបាញ់លុយច្រឡំហ្នឹងបង1452ដុល្លារ1452ដុល្លារបាទក្នុងគោលបំណងនៅក្នុងការបាញ់ហ្នឹងតើបងបាញ់ទៅណាហើយយ៉ាងម៉េចនៅក្នុងការបាញ់ច្រឡំហ្នឹងតើយ៉ាងម៉េចបានច្រឡំដែរបងពីដំបូងឡើយខាងធនាគារអាប់ដេតបាក់កងអញ្ចឹងខ្ញុំអត់បានចុចQR បាក់កងទេជួបតាម QR ទេខ្ញុំចុចលេខកូដអូអញ្ចឹងបានន័យថាយើងបាញ់តាមលេខគណនីបានតាម scan តាម QR ទេបាទបាញ់នឹងបាញ់ទៅណាបងគោម្ដងបាញ់នឹងខ្ញុំយកទូរស័ព្ទខ្ញុំបាញ់ពីខ្ញុំចូលទៅរបស់ប្រពន្ធខ្ញុំបាទដោយសារខុសលេខគ្នាបន្តិចណាបានចូលទៅកងគេណាចូលទៅកងគេហើយឥឡូវហ្នឹងបញ្ហាហ្នឹងគឺខ្ញុំបានទៅធនាគារដើម្បីបកកដែរបាទបងបន្ទាប់ពីបងបាញ់ច្រឡំភ្លាមហ្នឹងបងបានតាក់ទងទៅធនាគារភ្លាមឬមួយក៏យ៉ាងណាដែរតាក់ទងទៅភ្លាមខាងធនាគារ ABA អូធនាគារ ABA បងណាបាទតាក់ទងទៅភ្លាមហ្មងបាទខាងធនាគារ ABA ខ្ញុំប្រហែលជាប្រហែលនាទីដែរបងតាក់ទងទៅនឹងប្រហែលជាពីផ្ទះជិះមកដល់ធនាគារ ABA 5នាទីអូអញ្ចឹងរយៈពេលតែ5នាទីទេក្នុងការទៅធនាគារហ្នឹងបាទ5នាទីពេលបងទៅដល់ហ្នឹងខាងធនាគារគាត់ថាយ៉ាងម៉េចដែរនៅពេលបងបាញ់គាត់បានឲ្យលេខតំណែងមកខ្ញុំទៅ hotline អញ្ចឹងខ្ញុំទេទៅ hotline ដើម្បីបកកលុយហ្នឹងរយៈពេលដែលខ្ញុំទេទៅ hotline ហ្នឹងគឺចប់ម៉ោងមិន10 21នាទីរយៈពេលខ្ញុំបកកហ្នឹងគឺ16នាទីដែលខ្ញុំនិយាយមួយ hotline ហើយខ្ញុំខាងធនាគារគេបានរៀបចំឯកសារដើម្បីបង្កក់លុយហ្នឹងណាឲ្យមកខ្ញុំអញ្ចឹងបានបកកជោគជ័យទេឬមួយក៏យ៉ាងម៉េចបងបកកអត់បានជោគជ័យទេបាទដោយសារតែស្អែកឡើងខាងធនាគារគាត់បានតាក់ទងមកខ្ញុំឲ្យខ្ញុំទៅធនាគារមួយសារទៀតដើម្បីរៀបឯកសារដាក់បន្ថែមដើម្បីថាលុយហ្នឹងគេដកបាត់ហើយគេដកបាត់ហើយបាទគេដកមុនមួយគេដកមុន10នាទីគឺគេដកនៅម៉ោង11:10នាទីខ្ញុំនិយាយចប់ម៉ោង11:20នាទីអញ្ចឹងបានន័យថាបងភ្លាមបន្ទាប់ពីបាញ់លុយច្រឡំបងបានតាក់ទងទៅធនាគារទៅដល់ធនាគារក៏ឲ្យបងតាក់ទងទៅ hotline ដើម្បីធ្វើការបកកបន្ទាប់ពីបកកភ្លាមបាទឲ្យបងចាំរយៈពេល1ថ្ងៃហើយទទួលបានដំណឹងពីខាងធនាគារនៅពេលបន្ទាប់ពីបងចាំហើយខាងធនាគារក៏បញ្ជាក់ប្រាប់បងថាលុយរបស់បងនឹងត្រូវបានភាគីមួយខាងទៀតបានដកបាត់ហើយបន្ទាប់ពីចន្លោះពី10នាទីបន្ទាប់ពីបងបាញ់ច្រឡំបាទបងបាទអូអញ្ចឹងបន្ទាប់ពីបាញ់ច្រឡំភ្លាមគឺគាត់ព្យាយាមដកលុយយកភ្លាមតែម្ដងបាទអធិស្ឋានបងអាចបញ្ជាក់ឈ្មោះគណនីដែលគាត់ទទួលលុយនឹងបន្តិចបានទេថាតើគាត់ទទួលលុយនឹងជាឈ្មោះអីដែរគណនីឈ្មោះនេះអូបងអាចអានបន្តិចបានទេបងចែ GV បងណាចែ GV GV ណាបាទ GV ចែ GV ប្រិមិត្តចែ GV អញ្ចឹងទៅ1452ដុល្លារបងជួយបញ្ជាក់បន្តិចមើលតាំងពីបងបាញ់លុយច្រឡំរហូតមកដល់ថ្ងៃនេះគឺរយៈពេលប្រហែលថ្ងៃហើយតាំងខ្ញុំបាញ់ច្រឡំថ្ងៃទី2កក្កដាម៉ោង10:45 2026ឥឡូវមកទល់ថ្ងៃហ្នឹងថ្ងៃ21បាទខែសីហាឆ្នាំ2026អញ្ចឹងរយៈពេលវា60ថ្ងៃហើយ70ថ្ងៃ72ខែណា72ខែហើយអញ្ចឹងចន្លោះពេលនេះគឺខាងធនាគារអត់មានដំណោះស្រាយឲ្យយើងណាមួយទេឬមួយក៏យ៉ាងណាអនដែរបងអត់ធនាគារខាងធនាគារគេអត់មានដំណោះស្រាយឲ្យយើងទេដំណោះស្រាយឲ្យបងខ្ញុំបានតាក់ទងទៅធនាគារជាញឹកញាប់ដែរជារឿយដែរក៏ប៉ុន្តែខាងធនាគារគាត់ថាចាំមេគាត់អាប់ដេតព័ត៌មានគាត់នឹងប្រាប់ខ្ញុំបន្តអាប់ដេតព័ត៌មានគាត់នឹងប្រាប់ខ្ញុំបន្តតែដោយសារដោយឡែកម្សិលមិញថ្ងៃទី20នេះខាងធនាគារពេលល្ងាចគាត់បានទេហៅខ្ញុំទៅយកឯកសារមកស្លឹកមកគាត់ថាគាត់តាក់ទងទៅបុគ្គលដែលដកលុយខ្ញុំហ្នឹងឈ្មោះចែ GV ហ្នឹង
ព្យាយាមតាក់ទងក៏ប៉ុន្តែគេអត់បានសម្រេចទេ អត់បានសម្រេចទេ បានន័យថាគេអត់ចូលរួមដោះស្រាយ គេចូលរួមដោះស្រាយទេ បាទហើយខាងធនាគារគេចេញกระดาษមកស្លឹកឲ្យមកខ្ញុំមកគឺกระดาษហ្នឹងគេបានបញ្ជាក់នៅក្នុងกระดาษហ្នឹងថាវិវាទសងខាងឲ្យភាគីជាអ្នកដោះស្រាយរៀងខ្លួន អូអញ្ចឹងមានន័យថាខាងធនាគារនេះគេចង់ឲ្យបងដោះស្រាយដោយវិវាទជាមួយមួយខាងទៀតហ្នឹងដល់ខ្លួនឯង បាទអញ្ចឹងឥឡូវខ្ញុំកំពុងតែមានចម្ងល់នេះបានខ្ញុំរត់មកសួរបងអ្នកសារព័ត៌មានថាមិនបានធនាគារមានប្រតិបត្តិការរបស់គេហើយមានឈ្មោះរបស់គេហើយ បាទ មានទីលំនៅមានអាស័យដ្ឋានរបស់គេហើយមានទាំងលេខទូរស័ព្ទទៀត បាទ ហើយបើសិនជាគេដកលុយតាមទូ ATM កាមេរ៉ា ATM មានហើយម៉ោង11 10នាទីហ្នឹងថ្ងៃទី2ហ្នឹងមានអស់ហើយហើយអ្វីហេតុអ្វីបានជាឲ្យខ្ញុំហ្នឹងដែលជាម្ចាស់លុយនេះទៅដោះស្រាយវិវាទបញ្ហាជាមួយនឹង បង អ្នក អធិស្ឋានក្រែងខាងធនាគារគាត់មាននីតិវិធីរបស់គាត់គ្រាន់តែអាចបង្ហាញភាគីម្ខាងទៀតអញ្ចឹងណាឲ្យបងធ្វើតាមផ្លូវច្បាប់ដោយសារតែភាគីម្ខាងជាក់ស្ដែងគឺគាត់អត់ព្រមចូលខ្លួនទេអត់ព្រមលក្ខណៈថាគាត់អត់ព្រមសងលុយនឹងមកម្ចាស់ដើមវិញណា បាទ អញ្ចឹងក្រែងគាត់អាចឲ្យបងទៅធ្វើតាមផ្លូវច្បាប់ដាក់ពាក្យបណ្ដឹងដាក់អីបងបានដាក់ពាក្យបណ្ដឹងទៅកម្លាំងសមត្ថកិច្ចហើយនៅ ដាក់ហើយគ្រប់សពអស់ហើយបន្ទាប់ពីដឹងពីថាលុយហ្នឹងគេដកហើយអញ្ចឹងកម្លាំងសមត្ថកិច្ចខ្ញុំបានដាក់ទៅហើយសមត្ថកិច្ចក៏បានបញ្ជូនសំណុំឯកសារមួយច្បាប់ដែលថាពាក្យបណ្ដឹងរបស់ខ្ញុំហ្នឹងដាក់ចូលទៅធនាគារដែលធនាគារគាត់ព្រមទទួលនឹងអាពាក្យបណ្ដឹងរបស់ខ្ញុំហ្នឹងទៀត បាទ រហូតមកដល់ថ្ងៃនេះដែលខ្ញុំអត់អស់ចិត្តទេមកដល់ថ្ងៃនេះដែលខ្ញុំអត់អស់ចិត្តគាត់ថាឲ្យខ្ញុំដោះស្រាយវិវាទដោយខ្លួនឯងដោយប្រព័ន្ធតុលាការ ដល់ពេលអញ្ចឹងយើងអត់ ហើយ ដឹង ដល់ ថាដោះស្រាយតាមណាបង ដោះខ្ញុំអត់ដឹងថាត្រូវដោះស្រាយតាមណាមួយ ចុះផ្នែកខាងផ្លូវច្បាប់វិញបងបន្ទាប់ពីបងដាក់ពាក្យបណ្ដឹងហើយផ្នែកខាងផ្លូវច្បាប់គាត់មានផ្ដល់ដំណឹងអីមកខាងបងទេ ខាងផ្លូវច្បាប់ក៏គេអត់មានផ្ដល់ដំណឹងអីជូនដែរព្រោះអីគេថាគេចាំរងចាំធនាគារតាក់ទងមក អញ្ចឹងបានន័យថាខាងផ្លូវច្បាប់រុញទៅខាងធនាគាររុញទៅខាងផ្លូវច្បាប់ បាទ ដល់ពេលអញ្ចឹងយើងជាម្ចាស់លុយនេះយើងអត់ដឹងថាត្រូវដោះស្រាយតាមផ្លូវណា បាទ ត្រឹមតែមករងចាំ បានត្រឹមរងចាំ រងចាំហើយបាត់រងចាំហើយបាត់អត់មាន បាទ ដំណឹងអីសំបីតែមក បាទ បន្តិចហ្មង ឥឡូវជាចម្ងល់ក៏ដូចជាក្នុងចិត្តបងណាតើមានអីជាការសំណូមពរតាក់ទងនឹងចំណុចនេះដើម្បីឲ្យទទួលបានលុយយើងមកវិញបាទមិនថាផ្លូវច្បាប់ក៏ដូចជាខាងធនាគារតើមានដំណោះស្រាយណាមួយឲ្យជាក់លាក់នេះដើម្បីឲ្យបងនឹងទទួលបានលុយវិញ សំណុំពរខ្ញុំសូមសំណុំពរដល់ធនាគារABA ដែលខ្ញុំបានទៅស្នើសុំរាល់លិខិតស្នើសុំនេះអញ្ចឹងសំណុំពរដល់ធនាគារថាខ្ញុំអត់អាចធ្វើអ្វីបានក្រៅពីប្តឹងធនាគារនឹងទេឲ្យធនាគារជួយដោះស្រាយទេបើសិនជាធនាគារហើយឲ្យខ្ញុំមកដោះស្រាយវិវាទបញ្ហាផ្ទាល់ខ្លួនរៀងខ្លួនដដែលអញ្ចឹងខ្ញុំចាំបាច់ទៅប្តឹងធនាគារទៅអីអញ្ចឹងសូមនោមពរឲ្យធនាគារថាជួយយកចិត្តទុកដាក់ចំពោះអតិថិជនខ្លួនផងបើសិនជាខ្ញុំដឹងអាស័យដ្ឋានខ្ញុំដឹងទីលំនៅរបស់គេអញ្ចឹងខ្ញុំទៅរកគេដល់ផ្ទះបាត់ហើយចាំបាច់ទៅពឹងធនាគារឲ្យគាត់ជួយសហការធ្វើអី បាទ បើសិនជាធនាគាររុញមកឲ្យខ្ញុំវិញដដែលអញ្ចឹងធនាគារបង្កើតមកដើម្បីអីបើសិនជាបាត់លុយហើយធនាគារអត់ដឹងហើយសំណូមពរដល់ម្ចាស់ករណីដែលឈ្មោះចែ GV ហ្នឹង បាទ បើសិនជាបានឃើញវីដេអូហ្នឹងហើយអញ្ចឹងជួយទូទាត់ឬក៏ផ្ទេរជូនខ្ញុំវិញផងព្រោះអីខ្ញុំមានបំណុលជាប់ខ្លួនដែរខ្ញុំត្រូវបង់គេដែរមួយខែ600នោះ បាទ អញ្ចឹងបានថា មានតែសំណូមពរ សំណុំពរឲ្យម្ចាស់ករណីដែលខ្ញុំបាញ់ច្រឡំឈ្មោះចែ GV ហ្នឹងគាត់ជួយផ្ទេរលុយឲ្យគ្រប់ចំនួនជូនខ្ញុំវិញផង បាទ ខ្ញុំអត់ចង់បានអីក្រៅពីហ្នឹងផ្សេងនោះទេ យើងមិនដាក់បន្ទុកថាគាត់យ៉ាងណាទេដោយសារធ្វើម៉េចយើងបាញ់ច្រឡំទៅហើយ បាទ បើសិនជាគាត់មានចិត្តល្អគួរតែបាញ់មកម្ចាស់ដើមវិញមកណាហើយ បាទ ណាមួយបើគាត់ដកលុយនឹងទៅប្រើប្រាស់ក៏វាអត់ត្រូវដែរ បាទ បាទហើយជាក់ស្ដែងបន្ទាប់ពីបាញ់ច្រឡំភ្លាមតែ10នាទីដក 10នាទីដង ដកបាត់ ដងខាងធនាគារ លុយចូលកងអស់ហើយ បាទ ដឹងតែលុយណាគេដែរអត់មានមើលសិនចាំមើលតាំងគីឡូម្ចាស់គេបាញ់ច្រឡំឬមួយក៏មិនចាំម្ចាស់គេតាក់តមកអត់ទេបាញ់ភ្លាមដកភ្លាមហ្មង ដកភ្លាមខាងធនាគារគេប្រាប់ថាដកអស់ 95% ហើយ អូដកអស់ហើយហ្នឹង អីហ្នឹងអញ្ចឹងមក$1452ដកអស់ឲ្យសល់50រៀល អូ បាទអញ្ចឹងបងអធិស្ឋានអញ្ចឹងរឿងនេះសូមបញ្ជាក់បងតិចថាគឺជារឿងរ៉ាវពិតប្រាកដដែលកើតឡើងចំពោះបង បាទ មានការប្រឌិតអីណាមួយទេ អត់ ហើយ មានការប្រឌិតទេ តាក់ទងនឹងផ្លូវច្បាប់អីក៏ដូចជាខាងធនាគារអីគឺជាស្រ័យបងទទួលខុសត្រូវលើខ្លួនឯងអញ្ចឹងណា បាទ បាទអានេះគឺជារឿងពិតប្រាកដកើតឡើងចំពោះបងហើយ បាទ សូមបញ្ជាក់បងប្អូនយើងបាទបងប្រុសគាត់មកពឹងពាក់ខ្ញុំជាអ្នកសារព័ត៌មានបាទឲ្យជួយផ្សព្វផ្សាយតាក់ទងទៅនឹងបងប្រុសបាទបានបាញ់លុយច្រឡំចំនួន$1450 450 គ្រាន់តែបាញ់ភ្លាមហ្នឹងប្រិមិត្ត
បាទរត់ទៅធនាគារភ្លាមដោយសារដឹងបាញ់ច្រឡំហើយបាទចូលលេខគេផ្លុកហើយរត់ទៅធនាគារប្រាប់ខាងធនាគារអីលំអិតចឹងទៅបាទធនាគារក៏ឲ្យទៅចាំមួយថ្ងៃស្អែកឡើងខាងធនាគារគេបញ្ជាក់ប្រាប់ថាលុយហ្នឹងក៏បានគេដកឲ្យបន្ទាប់ពីបងបាញ់ច្រឡំភ្លាមរយៈពេលតែ10នាទីទេបាទហើយបកកហ្នឹងក៏បកកមិនបានជោគជ័យដោយសារតែដកលុយបាត់ហើយបកកអីទៀតប្រិមិត្តបាទហើយគាត់បានធ្វើតាមធនាគារក៏ដូចជាធ្វើតាមផ្លូវច្បាប់ហ្នឹងគ្រប់សពអស់ហើយបាទហើយធនាគារក៏បញ្ជាក់ប្រាប់គាត់ថាឲ្យធ្វើតាមតឡាការជាក់ស្ដែងភាគីម្ខាងជាមួយនឹងគាត់ហើយតើគាត់ទៅរកភាគីម្ខាងហ្នឹងឯណាបើគាត់អត់ដឹងផងមនុស្សមកប្រទេសមិនតិចណាបងណាបាទច្រើនអញ្ចឹងតើឲ្យគាត់ទៅរកបុគ្គលម្នាក់ហ្នឹងនៅឯណាអានេះជាសំណូមពររបស់គាត់ក៏ដូចជាចម្ងល់របស់គាត់ទេប្រិមិត្តបាទហើយខ្ញុំបាទផ្សព្វផ្សាយតាមការលើកឡើងរបស់គាត់ប្រិមិត្តហើយនេះគ្រាន់តែជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីបងប្រុសតែប្រពន្ធនោះតាក់ទងទៅនឹងការបាញ់លុយច្រឡំហើយគាត់ក៏បញ្ជាក់ដែរថារឿងរ៉ាវទាំងអស់នេះគឺជារឿងពិតគាត់នឹងទទួលខុសត្រូវគ្រប់យ៉ាងប្រិមិត្តដែរអរគុណប្រិមិត្តសម្រាប់ការតាមដានហើយខ្ញុំសូមទទូចស្នើសុំទៅម្ចាស់មិនម្ចាស់ទេប្រិមិត្តបងស្រីដែលមិនថាបងស្រីបងប្រុសហ្នឹងបងណាបាទដែលទទួលបានលុយបងប្រុសដែលបាញ់ច្រឡំហ្នឹងបើឃើញព័ត៌មាននេះហើយបាទសូមគិតពិចារណាឡើងវិញបាញ់លុយឲ្យម្ចាស់គេវិញមកបាទព្រោះកុំឲ្យវែងឆ្ងាយណានៃផ្លូវច្បាប់វែងឆ្ងាយទៀតប្រិមិត្តបាទព្រោះគាត់ក៏មានបន្ទុកត្រូវការប្រើប្រាស់លុយនឹងដែរបាទប្រិមិត្តអរគុណណាស់សម្រាប់ការតាមដានហើយបងប្អូនយើងសូមការបាញ់លុយ transfer អីផ្សេងហ្នឹងមុននឹងបាញ់ឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទមិនថាតាម QR មិនថាតាមអីផ្សេងទេឥឡូវមានទាំងរឿងឆោបោកមានអីផ្សេងក៏ដូចជារឿងច្រឡំហ្នឹងក៏ច្រើនដែរប្រិមិត្តបាទអញ្ចឹងចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាអរគុណប្រិមិត្តសម្រាប់ការតាមដានទស្សនាព័ត៌មានហើយនេះគាត់ជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីបងប្រុសតែប្រពន្ធនោះបាទព័ត៌មានទៅជាយ៉ាងណាទៀតយើងនឹងអាប់ដេតនៅពេលក្រោយផងដែរអរគុណសម្រាប់ការតាមដានទស្សនាព័ត៌មានពីខ្ញុំបាទធុនធ្វើសេចក្តីរាយការណ៍នៅទីតាំងគោលដៅស្ពានអាកាស7មករានេះផ្ទាល់តែម្ដងសូមអរគុណសូមគោរពលាជិះកង់3ឬរថយន្តចំណេញរហូតដល់ទៅ 40% អ្នកណាខ្លះជិះកង់3ឬរថយន្តរាល់ថ្ងៃមានដឹងថាពេលនេះជិះកាន់តែច្រើនកាន់តែចំណេញមិនបាច់ពិបាកតថ្លៃមិនបាច់បារម្ភរឿងចំណាយអស់ច្រើនទៀតទេប្រើប្រាស់ជាមួយ app ខ្មែរឥឡូវនេះមានប្រូម៉ូសិនពិសេសកប់សេរីហ្មងសម្រាប់តែអតិថិជនទូទាត់ប្រាក់តាមរយៈ ABA Payway បញ្ចុះតម្លៃឆ្លាស់គ្នារាល់ការធ្វើដំណើរជារៀងរាល់ថ្ងៃតែម្ដងរាល់ការជិះជើងសេះជើងទី1ទី3ទី5បញ្ចុះតម្លៃ 20% ចំណាយដល់ទៅ 2000 រៀលលើការចំណាយអស់ 10000 រៀលចំណែកជើងគូវិញជើងទី2ទី4និងទី6បញ្ចុះតម្លៃរហូតដល់ 40% ចំណេញរហូតដល់ 4000 រៀលលើការចំណាយអស់ 10000 រៀលកាន់តែជិះកាន់តែចំណេញប្រូម៉ូសិនពិសេសនេះមានចាប់ផ្ដើមពីថ្ងៃទី14សីហានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីមិនថាប្រញាប់ទៅធ្វើការទៅរៀនឬដើរលេងទេចុចកក់ភ្លាមគឺមកដល់ផ្លែតសូមចុចភ្ជាប់ link ខាងលើដើម្បីភ្ជាប់ app ទាំងអស់គ្នា